ហើយសិតតែជាភូមិរដ្ឋបាលអានេះជាបញ្ហាមួយពិបាកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់រដ្ឋបាលខេត្តក្រចេះខេត្តក្រចេះថ្ងៃប្រហោះ9កើតខែកដឹកឆ្នាំម្សាញ់ពុទ្ធសមស័កពុទ្ធសករាជ2569វេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រមប្រសាថ្នាក់ខេត្តវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់នេះដែរធ្វើឡើងដោយមានគណៈអធិបតីឯកឧត្តមអ៊ឺស៊ីយ៉ែមជាប្រធានក្រុមប្រឹក្សាខេត្តនិងគណៈអធិបតីឯកឧត្តមដួងពៅជាអភិបាលរងខេត្តតំណាងឲ្យឯកឧត្តមអភិបាលខេត្តក្រចេះដ៏ខ្ពង់ខ្ពស់នៅក្នុងវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី4ឆ្នាំទី2នេះដែរក៏មានប្រជាពលរដ្ឋលើកឡើងពីបញ្ហាពាក់ព័ន្ធទៅលើសហគមន៍ព្រៃឈើនិងបញ្ហាផ្សេងៗផ្លូវស្ពានក៏ដូចជាបញ្ហាសេវាអ៊ីនធឺណិតផងដែរក្រោមការលើកឡើងរបស់ប្រជាពលរដ្ឋបងប្អូនប្រជាពលរដ្ឋរស់នៅទាំងពីរឃុំរលួសមានជ័យនិងឃុំស្រែជីនៅស្រុកអូក្រៀងសែនជ័យខេត្តក្រចេះក្រោមការលើកឡើងរបស់ប្រជាពលរដ្ឋក៏គណៈអធិបតីបានយកចិត្តទុកដាក់និងទទួលយកសំណើក៏ដូចជាសំណូមពររបស់បងប្អូនប្រជាពលរដ្ឋហើយក៏ប្រគល់ទូនីតិទៅចាត់ឲ្យមន្ត្រីដែលពាក់ព័ន្ធនៅក្នុងបន្ទុកសេវាផ្សេងរៀងខ្លួនគណៈពេលនេះខ្ញុំបាទប្រាក់សៀងលី WCV ធ្វើសេចក្តីរាយការណ៍ព័ត៌មានចេញពីទឹកដីឃុំស្រែជីស្រុកអូក្រៀងសែនជ័យនៃខេត្តក្រចេះសូមអរគុណសូមគោរពលា